អ្នកណាខ្លះថាតំបន់អស់ទាំងនេះពិបាករកកន្លែងស្នាក់នៅមកខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ពីផ្ទះស្នាក់ពីកន្លែងនិងតំបន់ទេសចរមួយចំនួននៅតំបន់ស្រុកស្រែអំបិលខេត្តកោះកុងរបស់យើងដោយដែលអ្នកទាំងអស់គ្នាបានឃើញនេះអញ្ចឹងណាតំបន់ស្រុកស្រែអំបិលរបស់យើងនឹងគឺជាគោលដៅទេសចរមួយដ៏សំខាន់សម្រាប់បងប្អូនយើងទាំងអស់គ្នាដែលនិយមចូលចិត្តដើរលេងបែបព្រៃភ្នំមានទឹកធ្លាក់ធម្មជាតិបៃតងខៀវខ្ចីជាពិសេសនៅរដូវកាលបៃតងអញ្ចឹងទៀតគឺថាអស់ស្ទះឲ្យបងប្អូនហើយការធ្វើដំណើររបស់យើងក៏អត់ឆ្ងាយពីក្រុងភ្នំពេញប្រហែលដែរចាយពេលប្រហែលជា2ទៅ3ម៉ោងតែប៉ុណ្ណោះយើងនឹងមកដល់ហើយសម្រាប់ផ្ទះស្នាក់ទី1របស់យើងគឺមានឈ្មោះថាផ្ទះខ្មែរ Homestay គឺអាចនិយាយបានថាមានការរៀបចំបានស្អាតខ្លាំងមែនទែនហើយក៏មានច្រើនជម្រើសសម្រាប់ពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាដែលចង់មកស្នាក់នៅទីនេះផងដែរផ្ទះខ្មែររបស់យើងមាន2បន្ទប់គេងផ្ទះខ្មែរមាន1បន្ទប់គេងហើយមានកន្លែងទីវាលសម្រាប់យើងបោះតង់អីជាដើមហើយជាពិសេសនៅទីនោះមានទីធ្លាធំទូលាយដែលយើងអាចមានសកម្មភាពជាច្រើនដូចជាកង់មានស្ពានឈើវែងដែលយើងអាចថតរូបស្អាតៗជាមួយនឹង background view ជាប់នឹងភ្នំមានអាប់អញ្ចឹងទៅហើយជាពិសេសហ្នឹងនៅជាប់នឹងផ្ទះស្នាក់របស់គាត់គឺក្បែរនឹងព្រៃដែលយើងអាចជិះទូកកាយ៉ាក់ដើរចាក់បង្កងយប់ឡើងហើយមានអាងទឹកធំទូលាយនិយាយទៅគឺច្រើនខ្លាំងមែនទែនជាពិសេសសម្រាប់គ្រួសារធំឬសមាជិកច្រើនទៅលេងកន្លែងទីនោះគឺពិតជាស័ក្តិសមខ្លាំងមែនទែនហើយសម្រាប់ពុកម៉ែបងប្អូនរបស់យើងដែលចូលចិត្តដើរលេងផ្លូវឆ្ងាយនៅតាមតំបន់ភ្នំបែកញើសច្រើនអីចឹងខ្ញុំនឹងណែនាំអ្នកនរគ្នានៅជំនួយការស្បែកការរបស់យើងគឺសាប៊ូនិងប្រេងបន្ទន់សក់ Dore ជាមួយនឹងអត្ថប្រយោជន៍រូបមន្តសម្ងាត់ពីប្រទេសកូរ៉េផ្សំពី Rosehip Oil ចម្រាញ់ចេញពីប្រេងផ្កាកុលាបមានវីតាមីន A និង C ជួយឲ្យស្បែកក្បាលទន់រលោងសក់ត្រង់ភ្លឺចែងចាំងតែម្ដងហើយសំខាន់ជួយព្យាបាលសក់ខូចបែកចុងសក់ស្ងួតកក់ហើយធ្វើឲ្យសក់មានសំណើមជួយឲ្យសក់ដុះលឿនបង្កើនភាពរឹងមាំពីគល់សក់រហូតដល់ចុងសក់តែម្ដងតទៅពីយើងបានកក់នឹងបន្ទន់សក់របស់យើងឲ្យផ្ដល់នូវអារម្មណ៍ស្រស់ស្រាយកក់ហើយត្រជាក់ដល់ស្បែកក្បាលសក់ក្រអូបបានយូរពេញមួយថ្ងៃដូចជាប្រើទឹកអប់ brand ចឹងហើយសំខាន់ណាស់សូម្បីតែ KOL ធំៗនិងតារាជើងចាស់ភាគច្រើនក្នុងប្រទេសរបស់យើងរួមទាំងខ្ញុំនិងប្រពន្ធខ្ញុំក៏ប្រើផងដែរនិយាយទៅគឺមានគុណភាពល្អហ្មងហើយឥឡូវយើងចូលដល់ផ្ទះស្នាក់ទី2របស់យើងវិញម្ដងហើយកន្លែងគេងរបស់យើងនឹងគឺមិនឆ្ងាយពីផ្ទះស្នាក់ទី1របស់យើងប្រហែលទេដែលចាយពេលប្រហែលជា3ទៅ4គីឡូម៉ែត្រតែប៉ុណ្ណោះហើយផ្ទះស្នាក់ទី2របស់យើងចង់ណែនាំឲ្យបងប្អូនមកស្គាល់នេះគឺមានឈ្មោះថាស្រែអំបិល Camping ហើយបើនិយាយពីកន្លែងស្នាក់របស់យើងវិញគឺមានច្រើនជម្រើសមែនទែនសម្រាប់បងប្អូនរបស់យើងដែលចង់ទៅលេងនៅទីនោះសំខាន់កន្លែងរបស់គាត់គឺមានផ្ទះជាប់នឹងទឹកគេមានរៀបចំកន្លែងធ្វើម្ហូបមានតុអីអង្គុយលេងឈៀលជុំគ្នាជាមួយនឹងបរិយាកាសជាប់ជើងភ្នំមានព្រែកមាននេះទៅគឺលយខ្លាំងមែនទែនហើយជាពិសេសក៏គាត់មានជាផ្ទះតង់ដែលមានម៉ាស៊ីនត្រជាក់មកឆ្ងាញ់តែម្ដងបើយើងជាមកជាលក្ខណៈគ្រួសារឬក៏គូស្នេហ៍ក៏បានដែរគឺត្រូវតែម្ដងហើយនៅមួយវិញទៀតហ្នឹងក៏គាត់មានជាផ្ទះ homestay ដែលយើងអាចគេងចន្លោះពី4ទៅ10នាក់ផងដែរហើយជាពិសេសនៅជាប់នឹងព្រែកគាត់ហ្នឹងក៏គាត់មានជាផែដែលយើងអាចជិះទូកកាយ៉ាក់លេងមានឧបរយើងអាចមើលទេសភាពតាមដងព្រែកស្រូបយកខ្យល់អាកាសបរិសុទ្ធនិយាយទៅគឺមិនបាច់និយាយហ្មងបងប្អូនគឺលយខ្លាំងមែនទែននៅតំបន់ស្រុកស្រែអំបិលរបស់យើងក្រៅតែពីផ្ទះស្នាក់មានកន្លែងបរិយាកាសបែបស្ងប់ស្ងាត់ផ្សារភ្ជាប់ជាមួយនឹងធម្មជាតិអញ្ចឹងហើយយើងក៏អាចធ្វើដំណើរទៅលេងតាមសហគមន៍មានទឹកធ្លាក់ធម្មជាតិក្បែរជួរភ្នំក្រវាញយើងអាចជិះម៉ូតូជិះទូកដើរបោះតង់នៅតំបន់ទឹកធ្លាក់វាលខ្សាច់មានទឹកធ្លាក់វាលស្មាច់ភ្នំតបជាអីជាដើមនិយាយទៅគឺមានច្រើនជម្រើសសម្រាប់បងប្អូនរបស់យើងអាចចំណាយពេល2យប់3យប់អីក៏មានកន្លែងដើរដែរបងប្អូនគឺច្រើនខ្លាំងមែនទែនហើយជាពិសេសនៅរដូវកាលបៃតងអញ្ចឹងទៀតណាគឺថាពេញស្អាតហើយបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយយើងក៏សូមជូនពរនិងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នានៅបន្តគ្រប់គ្រងវិស័យទេសចរក្នុងស្រុកយើងឲ្យបានច្រើនដើម្បីជួយទៅដល់សេដ្ឋកិច្ចជាតិយើងនិងជួយផ្សព្វផ្សាយទេសចរយើងឲ្យបានកាន់តែទូលំទូលាយទៅហើយរាល់ព័ត៌មានលម្អិតក៏ដូចជា Google Map ទីតាំងអីហ្នឹងចាំខ្ញុំទម្លាក់ជូននៅក្នុង comment ខាងក្រោមដូចគ្នាជាចុងក្រោយយើងក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ